សាលាបឋមសិក្សាមួយខ្នងដំបូលប្រក់ក្បឿងពណ៌ក្រហមមាន4បន្ទប់ដែលបានដាក់ឈ្មោះថាសាលាបឋមសិក្សាស្លាប៉ាងអ៊ីតាជីកែនគីត្រូវបានផ្ទេរប្រគល់ឲ្យដល់អ្នកភូមិនិងសិស្សានុសិស្សនៅភូមិអូស្លាប៉ាងឃុំតាក្រៀមស្រុកបាណន់ខេត្តបាត់ដំបងប្រើប្រាស់ជាប្រយោជន៍ដើម្បីរៀនសូត្រក្រេបយកចំណេះវិជ្ជាកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2008នេះឯឧត្តមស្នេហ៍ខឹមសុផាន់អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានមានប្រសាសន៍ក្នុងពិធីសម្ពោធនោះថាស៊ីម៉ាក់មានភារកិច្ចចម្បងពីរគឺដោះមីនសង្គ្រោះជីវិតជាមនុស្សធម៌និងដោះមីនដើម្បីអភិវឌ្ឍក្រៅពីកិច្ចការដោះមីននិងប្រមូលគ្រាប់មិនតាន់ផ្ទុះយកទៅកម្ទេចចោលដើម្បីស្វែងរកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រនោះស៊ីម៉ាក់បានធ្វើទំនាក់ទំនងជាមួយអង្គការសមាគមនិងក្រុមហ៊ុននានាគាំទ្រដល់សកម្មភាពដោះមីនដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍កាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាជាសក្ខីភាពសាលារៀនមួយខ្នងមាន4បន្ទប់និងអណ្ដូងស្នប់ចំនួន6ដែលបានមកពីការឧបត្ថម្ភដោយក្រុមហ៊ុន Itachi និងអង្គការ Good in Japan សម្រាប់អ្នកភូមិអូស្លាប៉ាងបានប្រើប្រាស់ទឹកស្អាតនិងឲ្យក្មេងៗមានសាលាតាមលក្ខណៈស្តង់ដារក្រសួងអប់រំរៀនសូត្រសាលារៀននេះសាងសង់ឡើងដោយមានជញ្ជាំងឥដ្ឋប្រក់ក្បឿងក្រាលការ៉ូមានតុកៅអីក្តារខៀនដងទង់ជាតិបង្គន់អនាម័យនិងអណ្ដូងទឹកចំណាយទឹកប្រាក់សរុបអស់ចំនួន$60,352អាមេរិកកន្លងមកស៊ីម៉ាក់បានសហការជាមួយអង្គការសមាគមនិងក្រុមហ៊ុនផ្សេងៗដើម្បីសាងសង់សាលាជាច្រើនមកហើយរួមមានសាលាបឋមសិក្សាផ្ទះរងមួយខ្នងមាន3បន្ទប់អណ្ដូងទឹកស្អាតមួយស្ថិតនៅភូមិផ្ទះរងឃុំផ្ទះរងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់អំណោយរបស់អង្គការ Peaceboat សាលាបឋមសិក្សាកោះកេរមួយខ្នងមាន3បន្ទប់អណ្ដូងទឹកស្អាតមួយស្ថិតនៅភូមិកោះឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារដែលជាអំណោយរបស់អង្គការជប៉ុន Peaceboatសាលាបឋមសិក្សាកំពូល3មានជ័យ2ខ្នងស្មើនឹង10បន្ទប់ស្រះទឹកចំនួន2ស្ថិតនៅភូមិអូសំព2ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលជាអំណោយរបស់អង្គការជប៉ុន Peaceboat សាលាបឋមសិក្សានៅភូមិអូទឹកថ្លាមួយខ្នងមាន3បន្ទប់និងនៅភូមិសាមគ្គីមាន3បន្ទប់ស្ថិតនៅក្នុងឃុំតាសែតស្រុកកំរៀងខេត្តបាត់ដំបងសាលាបឋមសិក្សាមួយខ្នងមាន5បន្ទប់នៅភូមិអូអន្លក់ឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបងសាលាបឋមសិក្សានៅភូមិឃ្លាំងមួយខ្នងមាន4បន្ទប់និងអណ្ដូងទឹកស្អាតមួយឃុំក្តល់តាហែនស្រុកបវលខេត្តបាត់ដំបងឯឧត្តមបន្តថាចាប់ផ្ដើមពីឆ្នាំ1992រហូតមកដល់ខែមេសាឆ្នាំ2008នេះស៊ីម៉ាក់សម្រេចលទ្ធផលជាស្នាដៃបានរកឃើញនិងកម្ទេចចោលនៅគ្រាប់មីនប្រឆាំងមនុស្សចំនួន388961គ្រាប់កម្ទេចចោលគ្រាប់មីនប្រឆាំងរថក្រោះចំនួន7349គ្រាប់កម្ទេចចោលគ្រាប់មីនឆ្នៃបានចំនួន383គ្រាប់កម្ទេចចោលគ្រាប់អាវុធធុនតូចចំនួន41353គីឡូក្រាមនិងបានកម្ទេចចោលនៅយុទ្ធភ័ណ្ឌគ្រប់ប្រភេទចំនួន1,292,222គ្រាប់ជាមួយកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនេះបានធ្វើឲ្យអត្រារងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះថយចុះពីចំនួន1163នាក់នៅឆ្នាំ1999មកនៅត្រឹម351នាក់ក្នុងឆ្នាំ2007កន្លងទៅនេះក្នុងថ្ងៃដដែលនោះអាដាមបានចុះត្រួតពិនិត្យសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកទេសបោះសម្អាតមីនជាបច្ចេកវិទ្យានាំចូលមកពីប្រទេសជប៉ុនដែលស៊ីម៉ាក់កំពុងសាកល្បងប្រើប្រាស់គ្រឿងចាក់ចំនួន3គ្រឿងស្ថិតនៅក្នុងភូមិរស្មីសង្ហាឃុំស្កៅស្រុករតនមណ្ឌលខេត្តបាត់ដំបងគ្រឿងចាក់ទាំងនោះនឹងដាក់ឲ្យស៊ីម៉ាក់ប្រើប្រាស់បន្ទាប់ពីសិក្សាវិតម្លៃពីគុណភាពនៃការបំផ្លាញគ្រាប់មីនមានលក្ខណៈសមស្របទៅនឹងស្ថានភាពបរិស្ថានស្ថានភាពចំណាយនិងល្បឿននៃការបំផ្លាញគ្រាប់មីនមានល្បឿនលឿនគ្រប់គ្រាន់ល្មមជាមួយបច្ចេកវិទ្យាថ្មីទំនើបរួមទាំងគ្រឿងចាក់ជំនួយផងនោះនឹងធ្វើឲ្យការដោះមីនមានល្បឿនលឿនកាន់តែលឿនប្រកបដោយប្រសិទ្ធភាពគុណភាពខ្ពស់ឡើងថែមទៀតនាពេលអនាគតដើម្បីឆ្លើយតបស្របតាមទិសដៅរដ្ឋាភិបាលកំណត់ថាអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីននឹងធ្លាក់ដល់កម្រិត0នៅឆ្នាំ2012